จ้าพวกไม้บอกปอนอักเนียบอกปอนรวมโลกเดินไปพบโลกแต่อักเนียសូមអរគុណនិងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសេចក្តីចម្រើនហើយសូមឲ្យពុកម៉ែបងប្អូនមើលឃ្លីបនេះពីដើមដល់ចប់ណាបានឃើញហើយកុំឲ្យស្រែកក្រោយព្រោះជាឃ្លីបចែករំលែកដ៏អស្ចារ្យមួយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូហេតុអីក៏ខ្ញុំមានរឿងចាប់មួយចូលមួយមិនចេះចាប់មូលហេតុអីអ្នកគ្រូអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវហៅដើមមូលហេតុឃើញហេតុអីបានជាចាប់មួយហើយចូលមួយចាប់មួយហើយចូលមួយមូលហេតុមកពីអីអ្នកគ្រូមកពីពុកម៉ែបងប្អូនមានស្ដាប់បទចម្រៀងអីគេពេលការទុកស្ដាប់បទចម្រៀងអីគេស្ដាប់បទចម្រៀងតែមនោចេតនាបាត់តបចម្រៀងអីដែរតែតបបាត់ចម្រៀងគឺការទុកអញ្ចឹងសូមឲ្យបង្វែរប៉ុសណាពុកម៉ែដូចយើងអញ្ចឹងយើងសូមឲ្យបង្វែរប៉ុសរបស់យើងមកវិញមកប៉ុសអីរីករាយបានន័យថាមានក្តីសុខរីករាយបានន័យថាពេលការទុកចូលមកដល់បណ្ដឹងចេញគិតបែបងាយបែបធម្មជាតិពុកម៉ែបងប្អូននេះជាឃ្លីបមួយដែលអ្នកគ្រូចូលចិត្តចែករំលែកពាក្យដដែលដោយសារអីនេះជាច្បាប់ធម្មជាតិដែលយើងគិតថាវាសុខបែបងាយណាពុកម៉ែបងប្អូនយើងធ្វើឲ្យយើងបានផលព្រោះវាអត់នៅឆ្ងាយពីជីវិតរបស់យើងទេព្រោះយើងកើតមកគឺធម្មជាតិអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែគិតបែបធម្មជាតិដូចគ្នាបែបធម្មជាតិមិនអ្នកគ្រូទុកចោលសុកនិយាយដដែលមើលសុកនិយាយធ្វើម៉េចឲ្យឈ្នះណាឲ្យឈ្នះធម្មពលអាក្រក់ឲ្យឈ្នះធម្មពលអវិជ្ជមានយើងដាក់ធម្មពលល្អចូលធម្មពលវិជ្ជមានយើងដាក់រឿងល្អចូលផ្លុកឈ្នះអីយើងមាត់យើងនិយាយគិតការគិតរបស់យើងនិយាយឲ្យឈ្នះមើលព្រោះមានអីសំខាន់ជាងមាត់របស់យើងការគិតរបស់យើងទេបើយើងមិនហ៊ាននិយាយផងបើយើងមិនហ៊ានគិតផងមិនសុកចូលមកដល់សុកគ្រប់រឿងចូលរឿងសុករឿងចូលរឿងសុករឿងនិយាយអញ្ចឹងមើលបងប្អូនបញ្ច្រាស់គ្នាវិញណាផ្ទុយពាក្យគ្នាវិញណាដើម្បីឲ្យសេចក្តីសុខហ៊ានចូលក្នុងជីវិតរបស់យើងដើម្បីឲ្យសេចក្តីសុខហ៊ានមកនៅជាមួយយើងព្រោះបើយើងអត់គិតសេចក្តីសុខផងបានអីណាសេចក្តីសុខមកនៅមួយយើងគិតតែទុកគឺទុកមកនៅជាមួយឯងរឿងរ៉ាវមកនៅជាមួយឯងចង់បានរឿងរ៉ាវល្អត្រូវតែគិតរឿងរ៉ាវល្អរឿងរ៉ាវអស្ចារ្យមកនៅជាមួយយើងគ្មានគិតអីទេសថ្ងៃនេះមានសុខនឹងទុកចូលបើទុកចូលទៅធ្វើម៉េចសុខកំចាត់ចេញភ្លាមបើបងប្អូនមិនកំចាត់ទេគាត់អត់ទៅណាទេគាត់នៅតែក្នុងចិត្តក្នុងរាងកាយរបស់យើងឲ្យយើងមានសុខភាពមិនល្អអញ្ចឹងពុកម៉ែបងប្អូនត្រូវតែកុំត្រដររស់ជាមួយនឹងភាពតានតឹងជាមួយនឹងភាពត្រេសភាពអារម្មណ៍មិនល្អជាមួយនឹងក្តីដែលមិនសុខចិត្តនៅតែមិនអស់អាល័យពីអតីតកាលអីណាបងប្អូនសូមបោះចោលរឿងអតីតកាលដ៏ជូរចត់ដ៏អស្ចារ្យដែលយើងឆ្លងកាត់មកសូមបោះចោលឲ្យអស់សូមគិតរឿងពេលឥឡូវនេះតើពុកម៉ែបងប្អូនកំពុងតែគិតអ្វីកំពុងតែចង់បានអ្វីគិតពេលឥឡូវនេះបានអនាគតយើងទៅជាយ៉ាងណាព្រោះអតីតកាលវាបានកន្លងហួសហើយកុំគិតយកមកកើតទុកឈឺក្បាលហាថ្ងៃអីទៀតព្រោះអីយើងហាថ្ងៃក្តៅឡើងឡប់ស្បែកហើយឡើងចង់មហារីកស្បែកអីអញ្ចឹងយើងគួរតែបោះចោលទៅអតីតកាលដ៏ល្អរបស់យើងហ្នឹងចាប់យកពេលវេលាដ៏អស្ចារ្យនេះឥឡូវនេះកំពុងធ្វើអីនេះកំពុងមកទៅអ្នកគ្រូនេះកំពុងធ្វើអីគេពេលក្រោយមិនថាពេលណាទេមើលហើយកំពុងគិតអីគេបដូរភ្លាមបើគិតຕົកគិតរឿងមិនល្អបដូរប៉ុសដាក់ប៉ុសសុកប៉ុសល្អភ្លាមហើយញញឹមឲ្យឈ្នះសេចក្តីទុកញញឹមឲ្យឈ្នះគ្រប់ពេលវេលាពេលយើងមុខក្រៀមក្រោះគិតរឿងអតីតកាលមិនសមចេះមិនសមចោះមិនសមជារឿងអតីតកាលបានកន្លងហួសហើយវាមិនអាចមកវិញបានទេពុកម៉ែបងប្អូនអរគ្នាចឹងមានតែរឿងមួយទេដែលយើងត្រូវប្រឈមមុខពេលឥឡូវនេះថ្ងៃនេះខ្ញុំបានមកហូបអីញ៉ាំខ្ញុំនៅសភាពបែបណាឥឡូវនេះខ្ញុំគិតសភាពបែបណាខ្ញុំគួរនិយាយបែបណាដើម្បីឲ្យអនាគតរបស់ខ្ញុំនេះត្រចង់ដើម្បីអនាគតរបស់ខ្ញុំនេះឆ្ពោះទៅរកភាពមានបានសុខមានគ្រួសារមានសុភមង្គលនឹងគេអត់មានបើកភ្នែកឡើងគ
គិតតែរឿងមួយដែលអតីតកាលដែលកន្លងហួសដែលយើងមិនអាចយកមកនិយាយទៀតទេព្រោះកាលណាយើងនិយាយច្បាប់ធម្មជាតិវានឹងបានលោកមកវិញណាពុកម៉ែបងប្អូនកុំឲ្យសោះបើមិនចង់បានកុំនិយាយសម័យនេះគឺសម័យមួយដែរយើងគ្រប់គ្នាទាំងអស់មិនថាពុកម៉ែបងប្អូននៅក្នុងប្រទេសឬមួយក៏ប្រទេសលើពិភពលោកទេការខ្វះខាតខ្លាំងបំផុតអញ្ចឹងសូមឲ្យខ្វះខាតខាងក្រៅចោះកុំឲ្យខ្វះខាតក្នុងចិត្តបើយើងខ្វះខាតវានឹងចេញមកក្រៅរត់តែច្រើនអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនជៀសវាងខ្វះខាតក្នុងចិត្តណាកុំឲ្យខ្វះខាតក្នុងចិត្តកាន់តែខ្លាំងផលិតចេញមកក្រៅរត់តែច្រើនឲ្យខ្វះខាតតែរាងកាយរបស់យើងសម្បកក្រៅតិចតួចតែប៉ុណ្ណោះបានហើយសូមឲ្យរឿងល្អនឹងក្នុងចិត្តរបស់យើងឲ្យពេញបរិបូរណ៍មកពេញរបៀបម៉េចអ្នកគ្រូពេញឲ្យយើងមានធម៌ពលគិតល្អនិយាយល្អទៅណាក៏ឈ្នះអំពើអាក្រក់ទៅណាក៏ឈ្នះមានសត្រូវទៅណាមកណាក៏សុកនិយាយចឹងមើលពុកម៉ែបងប្អូនគ្រប់ពេលវេលាបើយើងចង់សុកនិយាយមកសុកទាំងគ្រួសារសុកទាំងប្តីសុកទាំងប្រពន្ធសុកទាំងកូនសុកទាំងម៉ែឪសុកទាំងបងប្អូនរួមលោកទាំងអស់គ្នាលើសកលលោកច្បាប់ធម្មជាតិអ្នកគ្រូច្បាប់ធម្មជាតិហ្នឹងហើយច្បាប់ធម្មជាតិនិយាយមកដើម្បីឲ្យคลายទៅជាច្បាប់ធម្មជាតិយើងជាធម្មជាតិដូចគ្នារស់តាមធម្មជាតិសុខតាមធម្មជាតិអ្វីកើតឡើងគឺកើតឡើងល្អទាំងអស់ព្រោះយើងបានឆ្លងកាត់ជីវិតដ៏មហាសាលរួចហើយត្រូវទេតែតកាលកុំរំលឹកទៀតវាល្អពេកប៉ុណ្ណាអញ្ចឹងនេះជាមុខរបួសឬមួយក៏កន្លែងមួយដែលយើងឆ្លងកាត់បើយើងមិនឆ្លងកាត់កន្លែងហ្នឹងទេអតីតកាលមកទេយើងរកឥឡូវអត់ឃើញទេអញ្ចឹងបើយើងឆ្លងកាត់ហើយយកគ្រាន់តែជាបទពិសោធន៍មួយដ៏អស្ចារ្យមកគ្រាន់ជាអតីតកាលមួយដ៏អស្ចារ្យសម្រាប់យើងពេលឥឡូវនេះយើងដើរផ្លូវមួយដែលយើងចង់បានមកវាអស្ចារ្យពេកហើយមានអីត្រូវរំបាកទៀតសំណុកសុកស្រួលរកស៊ីមានបានគិតអ្វីក៏បានសម្រេចងាយស្វាយញញឹមឲ្យឈ្នះទុកញញឹមឲ្យឈ្នះសេចក្តីទុកចូលញញឹមទុកចូលគឺសុកទុកគឺសុកនិយាយដដែលប្រើពាក្យដដែលព្រោះយើងអត់បានប្រើពាក្យដដែលយើងប្រើតែពាក្យដដែលដែលអវិជ្ជមានប្រើពាក្យដដែលដែលយើងមិនចង់បានឲ្យคล้ายទៅជាការពិតដល់រួចទៅហើយអញ្ចឹងគ្រាន់តែបដូរភាសានិយាយនិងការគិតរបស់យើងមកคลิปអ្នកគ្រូទាំងអស់ក៏និយាយដដែលដែរដោយសារអីមានតែបដូរការគិតនិងគំនិតដ៏ច្នៃប្រឌិតរបស់យើងទេដែលអាចផ្លាស់ប្ដូរអនាគតរបស់យើងបាននិងការគិតរបៀបមួយដោយងាយយើងក៏គិតណាពុកម៉ែបងប្អូនអញ្ចឹងអ្នកគ្រូក៏បានបញ្ជាក់ដែរបើជាក់ថាពុកម៉ែបងប្អូនរួមលោកនៅដល់ទីកន្លែងណាក៏ដោយអ្នកគ្រូសូមឲ្យការគិតវិជ្ជមាននេះនៅជាប់នឹងពុកម៉ែបងប្អូនជានិច្ចនិរន្តរ៍ណារហូតដល់ដង្ហើមចុងក្រោយគឺគិតវិជ្ជមានជានិច្ចសូមឲ្យពុកម៉ែបងប្អូនមានរឿងរ៉ាវចូលក្នុងជីវិតមានតែរឿងល្អរឿងពិតគឺរឿងសុខរឿងពិតគឺរឿងមានលុយរឿងពិតគឺរឿងលក់ដូរដាច់អ្វីក៏ដោយមុខរបរមិនថាអ្វីទេគឺចូលមកជីវិតពុកម៉ែបងប្អូនគឺរលូនណាលុយចូលគ្រប់ពេលវេលាគ្រប់វិនាទីទាំងអស់អ្នកគ្រូក៏សូមអរគុណឲ្យពុកម៉ែបងប្អូនមានសុខភាពល្អជាងគេលើពិភពលោកណាព្រោះអីលុយសំខាន់តែសំខាន់គឺសុខភាពបើអត់សុខភាពมันអាចងើបបានទេពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកគ្រូក៏សូមអរគុណណាពុកម៉ែបងប្អូនបើគិតថាវីដេអូនេះល្អខ្លាំងសម្រាប់ពុកម៉ែបងប្អូនត្រូវតែចែករំលែកបន្តដើម្បីជាក្តីស្រឡាញ់បងប្អូនរួមលោកទាំងអស់គ្នាដែលគាត់អត់ទាន់បានយល់ច្បាប់ធម្មជាតិមួយនេះណាពុកម៉ែបងប្អូនចែករំលែកឲ្យបានច្រើនមិនថាតាមប្រព័ន្ធបណ្ដាញណាទេណាចែករំលែកឲ្យអាចខមមិនសួរអ្នកគ្រូបានគ្រប់ពេលវេលាឬឲ្យបេះដូងឬមួយក៏អាចខមមិនឬអាចទេតាមលេខ Telegram 086 519 337 078 322 968បានលេខអ្នកគ្រូផ្ទាល់ណា Telegram អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នារស់ក្នុងក្តីសុខរស់ក្នុងក្តីស្រឡាញ់ដោយងាយសុខដែលងាយអញ្ចឹងមានតែភាពថាមានបានសុខសប្បាយសុខភាពល្អនិយាយពាក្យណាដែលល្អមកពុកម៉ែបងប្អូនល្អឲ្យអស់មើលឲ្យស្មោះត្រង់ឲ្យជឿណានិយាយឲ្យជឿលើខ្លួនឯងណាជឿឲ្យច្បាស់ហ្មងណាកុំជឿសង្ស័យណាតែជឿសង្ស័យចាត់ទុកថាអត់ដដែលអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាជឿលើខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យខ្លាំងដើម្បីឲ្យ